តាមទល់ដែនទាំងឡាយដាក់ពួកអាអ្នកនាំតំណែងចូលមកដែលខុសច្បាប់នោះដាក់វាមើលយករឹបអស់ស្អីហើយឲ្យវាទៅរែកដីលេងឯងអញ្ចឹងមើលលេងឯងចាំមើលកែងរាល់ថ្ងៃយើងមានទឹកសុទ្ធរបស់យើងមានមីរបស់យើងមានស្អីរបស់យើងអស់ហើយហើយទៅប្រកាច់យកស្អីហើយជួនខាងលេងមកសិនជាគង់មន់អាគេមិនស៊ីជើងមន់ឯងមកស៊ីយកជើងមន់មកឲ្យខ្មែរស៊ីអញ្ចឹងមើលអាណាណានិយាយពីអាណាអញ្ចឹងបងអាណាមីណាអញ្ចឹងណាបងនិយាយស្រួលពួកកុំទៅថាអាណាវាប៉ះតែប្រុសវាមានមីណាទៀតដកហូតទ្រព្យសម្បត្តិវាឲ្យវាទៅរីកឲ្យវាទៅជីកត្រង់សេជីកស្អីពលកម្មឲ្យវាធួនមើលណាតើវាអត់បានវាស្អីខាងនោះគេថាយើងនឹងខ្វះតំណែងហើយយើងខ្វះតំណែងពីកាលមួយឆ្នាំជាងហើយល្មមដឹងថាខ្មែរមានលទ្ធភាពគ្រប់គ្រាន់គ្រប់គង់តំណែងខ្លួនឯងគ្រប់គង់តំណែងខ្លួនឯងអញ្ចឹងទេតម្លៃ$10,000 លានរៀងរាល់ឆ្នាំត្រូវឲ្យខាងថៃទុកប្រើខ្លួនឯងចុះហើយយើងជំនួសដោយតំណែងផលិតក្នុងស្រុកហើយបើសិនជាខ្វះតំណែងក្នុងស្រុកយើងនាំតំណែងវៀតណាមនាំតំណែងម៉ាឡេស៊ីនាំតំណែងចិននាំតំណែងសិង្ហបុរីយកមកលក់ស្រុកខ្មែរទៅប៉ិនសំខាន់គឺរុញផលិតតំណែងរបស់យើងខ្ញុំសូមលើកឧទាហរណ៍ក្រុមហ៊ុនផលិតសាប៊ូមួយមុនព្រំដែនត្រូវបិទលក់មួយខែបានតែ$30,000ទេប៉ុន្តែព្រំដែនត្រូវបិទហើយមួយខែឡើងជា$3 លានដូច្នេះវាជាឱកាសមាសឱកាសប្រាក់សម្រាប់ពង្រឹងសេដ្ឋកិច្ចខ្មែរអញ្ចឹងយើងធ្វើ